បងប្អូនបើទៅផ្សារទិញបានទាយកមកធ្វើអីញ៉ាំដែរបើតែខ្ញុំវិញចូលចិត្តយកមកអាំងឬក៏យកមកចៀនបើចំណង់ចំណូលចិត្តប្តីខ្ញុំតែម្ដងនោះគាត់ចូលចិត្តឲ្យខ្ញុំយកមកឆាជាមួយតៅហ៊ូកែវពណ៌ក្រហមចាសសួស្តីបងប្អូនចាហើយថ្ងៃនេះខ្ញុំទិញទានេះទិញកន្លែងកាផ្លូវអត់បានទិញទាំងមូលទេខ្ញុំចង់យកវាមកប្រឡាក់អាំងឬក៏ប្រឡាក់ចៀនចឹងទៅខ្ញុំទិញកន្លែងកាផ្លូវអត់យកវាទាំងមូលទេទាបើយើងលាងចង់ឲ្យវាបាត់ក្លិនដាក់ស្រាបន្តិចទៅខ្ញីអំបិលបន្តិចមកដុសវាមកស្ទុះចឹងទៅរួចចាំយើងយកវាមកសម្អាតទឹកសវិញខ្ញុំឲ្យតែទិញទាមកអញ្ចឹងគឺខ្ញុំចូលចិត្តលាងតែបែបនឹងឯងគឺសាច់ទាយើងអត់មានក្លិនទេទាខ្ញុំលាងស្អាតរួចរាល់ហើយខ្ញុំយកវាមកឆូតស្នូតវាចឹងទៅពេលដែលយើងប្រឡាក់ទៅវាចូលគ្រឿងបានល្អខ្ញុំអត់ចូលចិត្តញ៉ាំសាច់ទាទេបងប្អូនបើថាទានឹងយកមកអាំងអីអាហ្នឹងគ្រាន់ខ្ញុំបានញ៉ាំខ្លះបើយកមកធ្វើម្ហូបអីផ្សេងហ្នឹងខ្ញុំអត់ចូលចិត្តញ៉ាំទេបើប្តីខ្ញុំវិញគាត់ចូលចិត្តញ៉ាំទាណាបានអញ្ចឹងបានជាគេថាចំណង់ចំណូលចិត្តមនុស្សយើងអត់ដូចគ្នាទេខ្ញុំប្រឡាក់សាច់ទានេះខ្ញុំបុកគល់ខ្ទឹមសខ្ទឹមក្រហមដាក់ម្រេចចូលបន្តិចទៅខ្ញុំបុកវាឲ្យម៉ត់ចឹងទៅរួចខ្ញុំដួសវាចេញសិនរួចហើយហ្នឹងទាដែលខ្ញុំឆូតហើយហ្នឹងខ្ញុំយកវាមកប្រឡាក់ខ្ញុំដាក់ម្សៅស៊ុបស្ករបន្តិចទៅរួចក៏ខ្ញុំដាក់ទឹកដោះគោខាប់ថែមមើលប្រេងខ្យងបន្តិចរួចហើយដាក់ទឹកស្អ៊ីវដាក់គ្រឿងដែលយើងបុកហើយហ្នឹងចាក់ចូលទៅបានដាក់ប្រេងឆាចូលទៅបន្តិចដែរតែពេលហ្នឹងចុចអត់ជាប់ណារួចហើយហ្នឹងក៏ខ្ញុំច្បល់គ្រឿងក្រើហ្នឹងឲ្យសព្វចូលគ្នាចឹងទៅខ្ញុំប្រឡាក់វាទុកប្រហែលជា1ម៉ោងជាង2ម៉ោងចឹងទើបខ្ញុំយកវាមកចៀនខ្ញុំចៀនមកខាងឲ្យក្រៀមបន្តិចទៅរួចហើយហ្នឹងខ្ញុំប្រែមកខាងទៀតខ្ញុំក៏ចាក់ទឹកចូលទៅបន្តិចដើម្បីខ្ញុំមកងាស់ឲ្យសាច់ទាហ្នឹងឲ្យវារៀងទន់បានល្អទានេះខ្ចីបើយើងយកវាមកចៀនមកអាំងអីគឺថាល្មមឆ្ងាញ់តែម្ដងបើថាទាចាស់ទាស្វិតអីយកមកចៀនគឺថាញ៉ាំអត់កើតទេចាទានោះខ្ញុំក៏ចៀនឆ្អិនរួចរាល់អស់ហើយឥឡូវខ្ញុំក៏មកឆាបន្លែយើងមួយមុខទៀតល្ងាចឡើងខ្ញុំធ្វើម្ហូបយ៉ាងច្រើន2 ទៅ 3មុខនឹងឯងម្ហូបខ្ញុំឆ្អិនរួចរាល់ហើយរៀបបាយញ៉ាំល្មម